ក្រុមហ៊ុនឯកជនមួយនៅក្នុងសន្និសីទកងទ័ពជាន់ខ្ពស់បានបង្ហាញយន្តហោះពិសេសមួយនៅក្នុងព្រឹត្តិការណ៍នោះហើយតែបានចោទប្រកាន់ថាជាអ្នកដែលបានទទួលខុសត្រូវចំពោះការបង្កើតយន្តហោះគ្មានមនុស្សបើកកាលពីឆ្នាំមុនឬក៏គេហៅថា UFO គឺជាយានថាសអាតកំបាំងដែលបានហោះនៅពីលើរដ្ឋ New Jersey នេះបើយោងតាមប្រភពមួយប្រាប់កាសែត The New York Post នៅឯកិច្ចប្រជុំកំពូល UAS របស់កងទ័ពសហរដ្ឋអាមេរិកនឹងបើកដំណើរការប្រសិទ្ធភាពនៅមូលដ្ឋាន Fort Rucker ក្នុងខែសីហាកន្លងទៅនេះក្រុមហ៊ុនកុងត្រាឯកជនមួយបានបង្ហាញយាននោះឲ្យគេបានឃើញហើយធ្វើឲ្យអ្នកដែលចូលរួមនោះមានការភ្ញាក់ផ្អើលចំពោះរាងមិនធម្មតារបស់វាបើមើលរាងនៅក្នុងរូបនោះឃើញណាហើយនឹងចលនានៃការហោះហើរខុសពីធម្មតានេះបើតាមអ្នកដែលបានចូលរួមម្នាក់នៅក្នុងព្រឹត្តិការណ៍នោះបានប្រាប់កាសែត New York Post បុគ្គលិកម្នាក់នៃក្រុមហ៊ុនកិច្ចសន្យានោះដែលមិនបានបញ្ចេញឈ្មោះបានអះអាងប្រាប់ទៅដល់ក្រុមនីតិហាននៅទីនោះថាលោកបានសួរទៅអ្នកដែលចូលរួមថាអស់លោកចាំបានទេថាមានការបំភ័យមួយអំពីថាសហោះដ៏ធំនៅក្នុងរដ្ឋ New Jersey កាលពីឆ្នាំមុនទេនោះហើយគឺជាពួកយើងជាស្នាដៃរបស់ពួកយើងបានធ្វើឡើងក្រុមហ៊ុនបានហោះនៅលើរដ្ឋ New Jersey នោះក្នុងខែវិច្ឆិកាឆ្នាំ2024ដើម្បីសាកល្បងសមត្ថភាពរបស់យាននោះហើយបុគ្គលិកកិច្ចសន្យារបស់ក្រុមហ៊ុនបានអះអាងដោយទៅកាន់ប្រភពនោះដោយបន្ថែមថាពួកគេធ្វើសកម្មភាពនេះគឺមិនមានកាតព្វកិច្ចអ្វីដែលត្រូវជម្រាបជូនឲ្យសាធារណជនបានដឹងនោះទេដោយសារតែពួកគេមានកិច្ចសន្យាពិសេសជាឯកជនជាមួយនឹងរដ្ឋាភិបាលនៅក្នុងវីដេអូដែលផ្ដល់ទៅឲ្យកាសែត New York Post យន្តហោះដែលមានស្លាបវែងប្រវែងប្រហែលជា 6-7 ម៉ែត្របានពង្រីកហោះហើរនៅលើមេឃហើយបានតាក់ទាញចំណាប់អារម្មណ៍របស់ទាហានរាប់សិបនាក់ដែលឈរមើលនៅលើដី